សំបីតែញោមញាតពុទ្ធបរិស័ទក្តីដែលកំពុងទាំងអង្គុយស្ដាប់ធម៌ទេសនាថ្ងៃនេះមិនមែនយើងយំមាញ់មិនមែនយើងសាមញ្ញទេណារូបរាងកាយរបស់យើងព្រឹកនេះថ្ងៃនេះទ្រុឌទ្រោមជាងម្សិលមិញហើយតែទ្រុឌទ្រោមតលាក់ចោលបន្តិចដល់ទៅពេលថ្ងៃល្ងាចក៏ទ្រុឌទ្រោមបន្តិចទៅទៀតពុជទៅចឹងហើយនេះសេចក្តីជារាក្រំគ្រានោះវាក្របសកត់ចឹងបានប្រពុតលោកត្រង់សម្ដែងបើថ្ងៃនឹងយប់មិនកន្លងទៅថ្ងៃនឹងយប់នឹងតែងកន្លងទៅសេចក្តីចាស់ក្រំគ្រានឹងក៏ក្របសកត់រូបរាងកាយរបស់យើងប្រៀបបានដូចជាកង់នៃរទេះដែលវិលទៅតាមក្បាលក្រពើនៃរទេះទៅយ៉ាងណាមិញជរាទ្រុឌទ្រោមក្រំគ្រាក៏តាមទៅក្របសកត់យ៉ាងនឹងឯងរូបរាងកាយរបស់ផងយើងនឹងនេះឲ្យញោមញាតពិចារណាឲ្យដឹងគ្រប់គ្នាអញ្ចឹងជៀសវាមិនផុតទេអានឹងជាទុកខ្លាចខ្លាំងបំផុតញោមញាតដែលមើលចាស់ជារាគទៅឈឺចុកដៃចុកជើងរួយសពន់ឈឺខ្នងឈឺចង្កេះពុំមានការទុកលំបាកទាំងអស់ក្នុងជារាក្រំគ្រាហ្នឹងតែរូបរាងកាយណាមួយដែលទៅដល់នៅសេចក្តីក្រំគ្រាជារានោះដឹងតែម្នាក់ឯងទេសម្រាប់អ្នកដទៃដើរទៅមិនទាន់ដល់អត់ដឹងថាម៉េចទេទោះបីចាស់ពូលចុកដៃចុកជើងឈឺខ្នងឈឺចង្កេះស្បាំងភ្នែកងឹតមើលមិនឃើញទៅជាថ្លង់ក៏គិតពូលក៏ត្អូនក៏ចេះតែពូលលើយើងអ្នកលឺរិនតែលឺតែមិនបានយកចិត្តចំណាប់ចាប់អារម្មណ៍នឹងការធ្ងោការពូលរបស់ព្រះគាត់អំពីទុកលំបាកនៃការចាស់ជរានឹងអត់មានទេនឹងchẳngបានន័យថាអ្នកណាដែលដើរទៅដល់ជួបប៉ះហើយទើបដឹងដោយដុំភ្លើងមួយដុំអ្នកណាទៅប៉ះភ្លើងដឹងថាក្តៅអ្នកដែលមិនទៅប៉ះភ្លើងអត់ដឹងថាក្តៅទេអ្នកប៉ះភ្លើងក្តៅហើយស្រែកប្រាប់អ្នកដទៃដូចក្តៅដល់ភ្លើងលលាកតែអ្នកដទៃអត់ដឹងថាក្តៅយ៉ាងម៉េចទេអានេះវាចឹងជារាដូចគ្នាជាទ្រុឌទ្រោមក្រំគ្រាជាវាមិនរួយរាជរាក្រំគ្រានេះសប្តាហ៍ថ្ងៃមនុស្សនៅលើពិភពលោកគេមិនស្ងៀមទេអ្នកដែលខាងវិទ្យាសាស្ត្រនឹងឱសថការីនោះគេខំស្រាវជ្រាវចម្រាញ់រោគថ្នាំណាដែលយកមកទប់ទល់នឹងជារាហ្នឹងមានថ្នាំសម្រាប់ឲ្យយើងលេបយើងពិសាទៅដើម្បីនឹងទប់ទល់នឹងជារាមកប្រភេទទៅប្រភេទទៀតក៏មានថ្នាំសម្រាប់លេបលូនលើរាងកាយពីក្រៅទៅទៀតខំទប់ទល់រាងកុំឲ្យវាទ្រុឌទ្រោមក្រំគ្រាណាតែទោះបីជាខំយ៉ាងណាក៏ដោយក៏នៅតែទប់ទល់រាងវាមិនឈ្នះនឹងចឹងនេះចាស់ក្រំគ្រាគេមិនស្ងៀមទេណាបើនៅលើពិភពលោកអានេះជាទុកទី2ទុកទី3ជំងឺរោគាជាទីនេះក៏វាមានស្មើទៅជាធម្មតាអ្នកណាក៏មានដែរទោះបីជាវ័យនៅក្មេងក៏ត្រូវតែមានជំងឺនឹងមកបៀតបៀនរាងកាយដែរដោយជំងឺនេះជាទីនេះជំងឺនេះព្រះសម្មាសម្ពុទ្ធជាបរមគ្រូបានទ្រង់សម្ដែងថាជំងឺនឹងកាចសាហាវណាស់គ្មានសត្រូវឯណាដែលកាចស្មើនឹងជំងឺព្យាធិនឹងទេព្រះអង្គទ្រង់សម្ដែងថាណដ្ឋិព្យាធិសមារយោគ្មានសត្រូវឯណាកាចស្មើនឹងជំងឺរោគាទេក៏ញោមញាតឃើញស្រាប់ឲ្យអ្នកដែលឈឺទៅព្យាបាលឈឺចុកចាប់ខ្លាំងទៅក៏ស្រែកធ្ងោបង្រាស់ស្រែកយោយាយទៅដោយសារជំងឺឈឺចាប់ហ្នឹងវាបៀតបៀនខ្លាំងត្រឹមវាមិនបាន
រាជំងឺនឹងគ្មានសេចក្តីអាណិតអាសូរឲ្យដល់មនុស្សទេទោះបីអ្នកឈឺជំងឺស្រែកប៉ុណ្ណាជំងឺនឹងក៏វាមិនបន្ធូរបន្ថយដែលនៅតែប្រឹងគៀបសង្កត់មនុស្សនឹងទៅជានិច្ចនឹងបានថាកាចណាស់ជំងឺពុពលតែគ្មានសត្រូវណាកាចស្មើជំងឺទេ